នេះម៉ាក់ក្មេងហើយបងថ្លៃមកភាសាបាយថ្ងៃនៅផ្ទះយើងលើកមុនធ្វើសម្លកកូរខ្មែរក៏ចូលចិត្តមែនតែនលើកនេះបងម៉ៃកំងថាសាក់ធ្វើសម្លប្រហើតាពាំងមើលក៏ចេះញ៉ាំអត់ដាក់ខ្ជាយដាក់ប្រហុកគឺថារសជាតិខ្មែរចំតែម្ដងណាមួយបងប្អូនប្រហើកកូរនឹងគឺបន្លែច្រើនមុខណាស់គាត់ថាខ្ញុំនៅអាល្លឺម៉ង់នេះរៀងកូនកាត់តិចដូចជាអានងអញ្ចឹងខ្ញុំប្រើអានងបារាំងហើយនេះគឺជាល្ពៅបងប្អូនខ្ញុំប្រើមកចំហៀងស្លមួយឆ្នាំងធំដែរហ្នឹងសម្លប្រហើតាពាំងប្រហើខ្យងដាក់ប្រហុកដាក់អីហ្នឹងគឺបងម៉ៃក៏ចូលចិត្តមែនតែនបងប្អូនតែម៉ាក់ក្មេងខ្ញុំក៏អត់ដែរបានភាសាអញ្ចឹងចាំមើលគាត់ថាមិនដែរគាត់ថាខ្ញុំរៀងខ្លាយតិចហើយដូចបន្លែអញ្ចឹងគឺខ្ញុំថែមផ្សិតច្រើនមុខមែនតើនិយាយពីបន្លែបៃតងវិញនៅនេះគឺមានតែផ្ទីទេខ្ញុំដាក់ជំនួសអញ្ចឹងណាបងប្អូនហើយត្រីវិញគឺខ្ញុំអាំងវាឲ្យក្រៀមដោយសារតើក្រៀមមិនម៉ាក់ក្មេងខ្ញុំចេះញ៉ាំកាលណាតែក្លិនត្រីខ្លាំងពេកខ្ញុំខ្លាចគាត់អត់ចេះភាសាអញ្ចឹងណាបងប្អូនឡប្រហើវិញនាងខ្ញុំផ្ទាល់គឺចូលចិត្តខ្លាំងមែនតើបងប្អូនហើយបានជាមួយនឹងតាពាំងនេះទៀតគឺតាពាំងកញ្ចប់ដែលគេហាន់ឲ្យស្ដើងស្រាច់យកមកលាងទឹកឲ្យតែស្អាតគឺមិនបាច់ចាំស្រុះអីទេបងប្អូនឥឡូវដាក់ដាំទឹកខ្ញុំបង់សក្តិបង់ខ្ជាយហើយដាក់ល្ពៅចូលមុនគេដែលសារល្ពៅក្រផុយតមកគឺដាក់ប្រហុកម្ដុំចូលបងប្អូនដែលសារគ្រឿងផ្សំខ្មែរយើងខ្វះអត់បានទេហើយបង់គ្រឿងទេសចូលហើយមានអំបិលស្ករទឹកត្រីម្សៅស៊ុបងាស់តតែល្ពៅរបស់យើងរៀងផុយបងប្អូនមកខ្ញុំដាក់អានងចូលដែលសារតែត្រីយើងគឺខ្ញុំអាំងវាឆ្អិនហើយអញ្ចឹងចាំដាក់ក្រោយគេបងប្អូនដាក់ត្រីស្រស់ត្រូវបង់ត្រីមុនគេឥឡូវនេះខ្ញុំបង់ផ្សិតចូលផ្សិតគឺថាច្រើនខ្លាំងមែនតែនបន្ទាប់មកខ្ញុំលួចថែមបកាផងដែរមានបកាក្នុងទូទឹកកកឲ្យឆ្លៀតអិតបន្ថែមទៅហើយនឹងត្រីដែលខ្ញុំអាំងហើយបេះយកទៅសាច់ហ្នឹងបងប្អូនដាក់ឲ្យមកពុះទៅខ្ញុំបង់តាពាំងចូលក្រោយគេហើយខ្ញុំបានម្លេចទៅឆ្នាំងទូចមួយទៀតហ្នឹងគឺអត់ដាក់តាពាំងទេដោយសារខ្ញុំរៀងភ័យដែរតែដាក់តាពាំងទៅខ្លាចក្លិនដិតម៉ាក់ក្មេងខ្ញុំក៏អត់ចេះភាសាអញ្ចឹងឆ្នាំងធំនឹងរសជាតិដើមហើយឆ្នាំងតូចហ្នឹងគឺអត់ដាក់តាពាំងហ្នឹងឯងបងប្អូនចំណែកឯមួយមុខទៀតនេះគឺជា favorite របស់ម៉ាក់ក្មេងខ្ញុំហើយគាត់ចូលចិត្តពងទាចៀនស្អំមែនតែនហ្មងការខ្ញុំទៅមកការមកនៅនេះថ្មីបងប្អូនពេលចង់ញ៉ាំចៀនស្អំគឺលួចចៀនឲ្យម៉ាក់ក្មេងឃើញទេដោយសារខ្លាចគាត់ធំក្លិនទៅក៏អត់ចេះភាសាមានណាគាត់សុំភ្លក់តែម្ដុំទេបងប្អូនហើយបន្ទាប់មកគាត់ជាប់ចិត្តរហូតអញ្ចឹងថ្ងៃនេះស្លប្រហើជាមួយនឹងពងទាចៀនស្អំម្ហូបខ្មែរចំហ្មងបងប្អូនចៀនស្អំខ្ញុំមានដាក់អីច្រើនបងប្អូនយើងដាក់ពងទាឬពងមាន់មកថែមម្សៅស៊ុបខ្នុរបន្តិចទឹកស្អ៊ីវបន្តិចស្ករបន្តិចទៅហើយខ្ញុំអត់នឹកស្មានទេថាម៉ាក់ក្មេងខ្ញុំចូលចិត្តចៀនស្អំសូម្បីតែមិត្តភក្តិគាត់ក៏ចូលចិត្តស្អំចៀននឹងដែរសួរខ្ញុំរកកន្លែងទិញស្អំនឹងតែរហូតនឹងឯងយូរមិនបានធ្វើឲ្យគាត់ភាសាម្ដងពងទាចៀនស្អំនេះខ្ញុំកាត់វាដុំដើម្បីងាយស្រួលញ៉ាំហើយថែមទឹកម្ទេសទឹកស្អ៊ីវបន្តិចណាបងប្អូនហើយមួយមុខទៀតគឺឆាស្ពៃតឿត្រឡប់ប្រេងខ្យងយូរបានម៉ាក់ក្មេងហើយនឹងបងថ្លៃមកញ៉ាំបាយនៅផ្ទះម្ដងអញ្ចឹងម្ហូបសំ3មុខថ្ងៃនេះបងប្អូនខ្លះទៀតទៅក៏សរសើរថាម៉ាក់ក្មេងខ្ញុំឬក៏បងម៉ៃចូលចិត្តម្ហូបខ្មែរមែនតើដំបូងឡើយគឺធ្វើឲ្យគាត់សាកដែរទេបងប្អូនដូចថ្ងៃនេះអញ្ចឹងសម្លប្រហើតាពាំងមានដាក់តាពាំងមានអត់តាពាំងឲ្យគាត់បានភ្លក់ខ្លួនឯងផ្ទាល់ទៅព្រោះតាពាំងហ្នឹងនៅអាល្លឺម៉ង់នេះគេអត់ដែរញ៉ាំគេអត់ដែរស្គាល់ទេអញ្ចឹងខ្ញុំអត់ដឹងថាគាត់ចេះញ៉ាំអត់ទេបើខ្ញុំវិញចូលចិត្តលេខ1នេះបងប្អូនសម្លប្រហើបន្លែគ្រប់មុខឲ្យដាក់តាពាំងអញ្ចឹងថាបានក្លិនតាពាំងតិចទៀតអូជាតិឆ្ងាញ់មែនតើបងប្អូនអើយខ្ញុំញ៉ាំស្លហ្នឹងអស់ឡើង3ចានបងប្អូនណាខ្លះតែឮចាស់និយាយតាំងពីដើមមកថាស្រីយើងញ៉ាំតាពាំងគឺអត់ល្អទេបងប្អូនខ្លះទៅក៏ថាមែនខ្លះទៅក៏ថាអត់មែនសម្រាប់នាងខ្ញុំនេះគឺអត់ដឹងទេបងប្អូនអើយគាត់អត់ដឹងថាខ្លួនឯងចូលចិត្តខ្លាំងណាស់ហើយខ្ញុំអត់ដែរបារម្ភទេជាមួយនឹងបញ្ហាអញ្ចឹងមិនថាញ៉ាំតាពាំងរបស់ផ្អាប់ប្រហុកទឹកត្រីស្អុយរបស់ឆៅទេដោយសារតែមានរបស់ជំនួយគឺខ្ញុំតែប្រើជាប្រចាំជាមួយនឹងឈុតទឹកអនាម័យយ៉ាម៉ាណាផលិតផលរបស់ប្រទេសជប៉ុនឈរជើងលើទីផ្សារមកជាង5ឆ្នាំហើយបងប្អូនទឹកអនាម័យនេះគឺប្រើបានទាំងបរិសុទ្ធទាំងស្ត្រីពិសេសជាងទឹកអនាម័យទូទៅត្រង់ថាគឺជាប្រភេទជែលអញ្ចឹងហើយយើងប្រើតិចលាងសម្អាតបានល្អបានផលខ្ពស់បងប្អូនស្រីដែលមានបញ្ហាលមាស់ធ្លាក់សផ្សិតមេរោគបាក់តេរីអីផ្សេងគឺលាងសម្អាតបានល្អខ្លាំងមែនតើប្រើម្ដងតបន្តិចទេបងប្អូនប៉ុន្តែបំបត្តិក្លិនអីគឺបានល្អខ្លាំងមែនតើហ្មងហើយបងប្អូនស្រីដែលមានគ្រួសារហើយវិញអាចប្រើថែមជាមួយនឹងសេរ៉ូមយ៉ាម៉ាណានេះមួយមុខទៀតដោយនាងខ្ញុំផ្ទាល់ដើម្បីជួយឲ្យការលាងសម្អាតតំបន់ពិសេសរបស់យើងនឹងបានកាន់តែល្អថែមមកកម្រិតទៀតទាំងប៉ាវែងខាងក្រៅនិងខាងក្នុងតែពិសេសគឺថែមទាំងជួយបតឹងថែមទៀតផងបងប្អូនខ្ញុំខ្លួនឯងផ្ទាល់គឺចេញពីអ្នកប្រើប្រាស់មកកាន់ឆ្នាំហើយបងប្អូនអើយមួយឈុតនឹងគឺប្រើបានយូរណាស់ដោយសារតែប្រសិទ្ធភាពខ្ពស់ដូច្នេះហើយរីកមិនឲ្យសាកហ្មងសម្រាប់បងប្អូនស្រីដែលមានបញ្ហារោគស្ត្រីផ្សេងមិនថាពីបញ្ហាសុខភាពឬការញ៉ាំប្រេងផ្ដាប់របស់យើងទេហើយសម្រាប់ព័ត៌មានលម្អិតផ្សេងបងប្អូនអាចឆាតទៅ Facebook Page របស់ក្រុមហ៊ុនផ្ទាល់បានសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណដែលបានទស្សនាសូមជម្រាបលាហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយ